គ្រប់ជំរាបសួរត្រង់អាដាមលោកជំទាវពិសេសអ្នកស្នេហាកលាប៉ុណ្ណឹងទុកនេះជាវីដេអូខ្លីដែលខ្ញុំបានធ្វើការផ្ដិតយកតាំងពីថ្ងៃកាន់បិណ្ឌទី14ត្រូវថ្ងៃទី21នេះជាសកម្មភាពនៃការប៉ុណ្ណឹងទុកຂະຫນាតអន្តរជាតិ22នាក់នៅមុខវត្តសាព្រឹកហើយដល់ឡែកតកតឹងជាមួយនឹងកម្មវិធីនេះដែរគឺបង្កើតឡើងដោយព្រះគ្រូចាតិកាវត្តសាព្រឹកព្រះគ្រូតែងតែរៀបចំជារៀងរាល់ឆ្នាំទៅនឹងកម្មវិធីមួយនេះផងដែរហើយដល់ឡែកតកតឹងជាមួយនឹងឆ្នាំនេះឃើញថាមានទុកចំនួន10គ្រឿងដែលបានធ្វើការចូលរួមអមប៉ុណ្ណឹងនៅមុខវត្តសាព្រឹកហើយដល់ឡែកតកតឹងជាមួយនឹងអ្នកគ្រប់គ្រងពិសេសអ្នកទស្សនាឆ្នាំនេះឃើញថាមានការកើនឡើងច្រើនមែនទែនហ្នឹងហើយតែគាត់ទៅទស្សនាផ្ទាល់ឃើញថាបងប្អូនយើងអ្នកខ្លះក៏គាត់ទើបនឹងមកពីភ្នំពេញហើយអ្នកខ្លះក៏គាត់នៅស្រុកនឹងស្រាប់ហើយឃើញថាបងប្អូនមួយចំនួនធំទៀតដែលគាត់មកពីតំបន់ផ្សេងៗដែលគាត់គ្រប់គ្រងទៅនឹងទូករបស់គាត់ដែលគាត់មកចូលរួមហ្នឹងគាត់មកទស្សនាផងដែរអញ្ចឹងសង្ឃឹមថាឆ្នាំក្រោយទៀតកម្មវិធីមួយនេះនឹងនៅបន្តកើតមានឡើងជារៀងរាល់ឆ្នាំដើម្បីជាការលើកស្ទួយមួយដែរសម្រាប់វិស័យកីឡាប៉ណ្ណឹងទូកនេះហើយក៏ចង់ឲ្យបន្តនៅ